ខ្ញុំចង់អញ្ជើញលោកតាគាត់មកហូបអីដែលឆ្ងាញ់នៅហាងដែលសារហោដងគឺខ្ញុំច្រើនតែខ្ចប់បាយយកទៅជូនគាត់អញ្ចឹងថ្ងៃនេះខ្ញុំគិតថាថ្ងៃសិលពេញបោដែរខ្ញុំចង់អញ្ជើញលោកតាមកញ៉ាំដល់ហាងហ្មងឲ្យគាត់ញ៉ាំបានទាំងស៊ុបបានទាំងសាច់អាំងគាត់ញ៉ាំបានទាំងបន្លែគាត់ញ៉ាំបានទាំងផ្អែមឲ្យគាត់កាន់តែមានកម្លាំងអញ្ចឹងណាបងឲ្យជូនថវិកាគាត់ទៅទៀតហើយមូលហេតុដែលខ្ញុំធ្វើនេះបងហោដងគឺខ្ញុំធ្វើអត់ដែរបរហាញទេដោយសារខ្ញុំគិតថាខ្ញុំចង់ចែកទាននេះគឺឧទ្ទិសកសលផលបុណ្យទៅកាន់ប៉ាខ្ញុំបាទទទួលមិនដឹងថាអូនអញ្ជើញលោកតាសិក្លូមកគឺចំនួនប្រហែលជាជាង200នាក់ហើយកតាអ្វីមូលហេតុអ្វីទៅបងអូនអញ្ជើញគាត់មកពីសាសុបក៏ដូចជាចែកជូននៅថវិកាជូនទៅកាន់លោកតាសិក្លូចាបងចាតាំងពីប៉ាខូចមកគឺត្រឡប់ខ្ញុំមកតែថ្ងៃសិលគឺខ្ញុំចេញចែកទានឲ្យបងគាត់ថារៀងរាល់ថ្ងៃសិលនិយាយទៅគឺខ្ញុំអត់ដែរខានថ្ងៃសិលទេទោះបីជាខ្ញុំរវល់ការងារមិនត្រូវទៅខែទៅអីមិនគឺខ្ញុំខន្សាការងារអត់ថ្ងៃសិលគឺខ្ញុំចោះធ្វើបុណ្យនេះហើយគាត់ថាកន្លងមកគឺខ្ញុំធ្វើថ្ងៃសិលគឺខ្ញុំច្រើនតែធ្វើបាយធ្វើម្ហូបជូនជាភួយជូនជាថវិកាដល់ពួកគាត់ហ្នឹងគឺនៅដល់ទីតាំងគាត់ដូចជាផ្សារកដាលហើយនឹងផ្សារអូស័យឡើងដូចបងឃើញស្រាប់អីឡើងអ៊ំខ្លះគឺគាត់ចំណាំខ្ញុំច្បាស់ហើយគាត់ស្គាល់ទាំងឡានខ្ញុំគាត់ស្គាល់ទាំងផ្លាកលេខខ្ញុំទៀតដោយសារតែថ្ងៃសិលភ័យច្រើនអ៊ំខ្លះគឺគាត់អត់ទៅណាគាត់អត់ទៅរត់ស៊ីក្លូទេគាត់ដឹងថាខ្ញុំនឹងមកជូនថវិកាគាត់ហើយនឹងមកជូនបាយគាត់ហើយឡើងបងអ៊ំចិត្តខាងនៅអូស័យហ្នឹងគឺគាត់ស្គាល់ខ្ញុំច្បាស់ហ្មងពេលទៅដល់គាត់ថាអូនស្រីគាត់ថាខ្ញុំអូនស្រីស្អាតគាត់ថាអូនស្រីស្អាតមកទៀតហើយអញ្ចឹងទៅមកជូនលោកតាអញ្ចឹងទៅលោកតាខ្លះគឺគាត់អត់មានកូនចាអត់មានគ្រួសារទេហើយលោកតាខ្លះសឹងតែថាខ្ញុំដឹងគាត់ច្បាស់ថាមួយថ្ងៃលោកតាខ្លះគាត់រកមិនបានសុំបីតាម100លុយខ្មែរហើយលោកតាសិក្លូខ្លះគាត់ត្រូវឈឺគាត់នៅសិក្លូមកកន្លែងគាត់លេងមានកម្លាំងក្នុងការរត់ភ្ញៀវទៀតហើយខ្ញុំចោះចែកអាសាចែកគាត់ផ្ទាល់គឺខ្ញុំដឹងដល់ពេលខ្ញុំដឹងពីស្ថានភាពលំបាករបស់គាត់អញ្ចឹងខ្ញុំក៏ដាក់កំណត់គោលដៅថាខ្ញុំត្រូវតែជួយគាត់រៀងរាល់មួយសប្តាហ៍ម្ដងឬក៏រៀងរាល់ថ្ងៃសិលហើយណាមួយនៅពេលដែលប៉ាខ្ញុំបងទាំងស្រាប់ឯនៅភូមិនៅស្រុកអ្នកណាក៏ស្គាល់ប៉ាដែរថាប៉ាច្រើនតែជួយអ្នកភូមិជួយអីច្រើនអញ្ចឹងណាហើយប៉ាក៏តែងតែប្រាប់តាំងពីក្មេងមកថាពេលដែលយើងរស់ស៊ីមានបានកុំភ្លេចជួយអ្នកអត់ហើយសំបីតាប៉ាខ្ញុំគាត់ខូចបងមុនគាត់ខូចមកតែក៏គាត់ប្រាប់ដែរថាពេលអត់ពីគាត់ទៅគឺត្រូវជួយអ្នកអត់ចាជួយអ្នកអត់មិនថានៅស្រុកភូមិយើងឬក៏នៅកន្លែងណាជួយបានទៅតាមរដ្ឋភាពដែលខ្លួនឯងជួយភាសាចែកម្លែកមួយដែរបងទៅកាន់ហើយបងប្អូនតែគាត់អាសាញ៉ាំស្រាឬមួយក៏ជក់បរិយបងចឹងទៅគឺវាផ្ដល់ផលប៉ះពាល់ខ្លាំងមែនទែនព្រោះអីប៉ាខ្ញុំគឺគាត់ខូចដោយសារបញ្ហាហ្នឹងដែរចាបាទឥឡូវសប្តាហ៍នេះយើងអាចធ្វើបុណ្យនេះដើម្បីទិសកុសលជូនលោកពូផងអញ្ចឹងទៅណាតែបងមានបងប្អូនប្រហែលអ្នកដែរខ្ញុំមាន4នាក់បងស្រី3ប្រុស1កូនទីប្រហែលខ្ញុំកូនបន្ទាប់ពៅខ្ញុំក៏សង្ឃឹមថាអ្នកដែលគាត់រស់ស៊ីដែលមានលទ្ធភាពជាពិសេសរស់ស៊ីអនឡាញដែលមានលទ្ធភាពដូចខ្ញុំអញ្ចឹងអាចជួយចែកម្លែកទៅកាន់បងប្អូនហើយបងប្អូនអ៊ំពូមីងតាស៊ីក្លូឲ្យតែគាត់ប្រវាក់ដូចគ្នាដែរវាសិតតែជាគំរូល្អទៅកាន់សង្គមរបស់យើងជាជាងបកបញ្ហាដែលជាបំពល់សង្គមដែរបងចា៎នៅក្នុងថ្ងៃនេះខ្ញុំក៏អរគុណដល់ម្ចាស់ហាងកាកាស៊ុបតែទទួលយ៉ាងកក់ក្ដៅចំពោះលោកតាស៊ីក្លូបាទតែគាត់បានអញ្ជើញមកដែរបងអូនស្រីបានអញ្ជើញគាត់មកពិសាហើយស៊ុបយ៉ាងឆ្ងាញ់ពិសានៅហាងរបស់គាត់នេះហើយហាងនេះនៅក្នុងកោះពេជ្រគឺល្បីណាក៏ស្គាល់ដែរបាទអរគុណមែនទែនហើយក៏អរគុណដល់បងម្ចាស់ហាងដែរដោយសារពេលដែលខ្ញុំអញ្ជើញលោកតាមកចូលរួមគឺគាត់ចូលរួម discount ពិសេសដែរចាបាទលោកតាមិនគាត់ស្នើសុំខ្ញុំថាសុំឲ្យខ្ញុំមួយខែនាំគាត់មកញ៉ាំម្ដងឥឡូវហ្នឹងយើងជូនតាមសំណើចាខ្ញុំជូនតាមសំណើហើយកំពុងតែព្យាយាមនិយាយមួយម្ចាស់ហាងថាមួយខែគឺខ្ញុំដាក់ schedule អញ្ជើញលោកតាមកញ៉ាំម្ដងបាទសុខសប្បាយទេបងប្អូនខ្ញុំតែសុខសប្បាយបាទនេះមកខាងនេះមកបាទជួបគ្នាចៃដល់ណាបងបាទសុខដែរមែនបាទមិនញ៉ាំសុខបាទហើយថ្ងៃនេះឃើញអញ្ជើញតាសិក្លូមកប្រហែលដូចជា200នាក់ជាងអីឲ្យគាត់មកពិសាស៊ុបក៏ដូចជាជូនថវិកាទៅកាន់គាត់ចាបាទប្រិមិត្តឲ្យសូមបញ្ជាក់ជូនបងប្អូនយើងតិចអញ្ចឹងគឺពេជ្រឈីគឺគាត់មានសុខកំណើតនៅជាមួយនឹងខ្ញុំដែរបើនិយាយទៅផ្ទះគាត់ឯផ្ទះខ្ញុំគឺចម្ងាយប្រហែលជាដី1គីឡូពីគ្នាទេបាទប៉ុន្តែនៅចិត្តក្នុងទ្វេវត្តបងឯងនៅក្នុងចាជិះចូលក្នុងតំបានតិចហ្នឹងតើក៏ដល់ដែរតែយើងបាទគាត់ដែរនៅស្រុកអត់ដែរមានឱកាសសូវបានជួបគ្នាទេដោយសារតែរវល់រៀនសូត្ររៀងខ្លួនអីចឹងណាបាទទៅតែមកទីក្រុងភ្នំពេញនេះគឺខ្ញុំអាសាបានជួបគាត់ដែរហើយគាត់ក៏ធ្លាប់បានមកលេងនៅគោលដៅរបស់ខ្ញុំដែរបាទហើយនៅក្នុងថ្ងៃនេះខ្ញុំទទួលបានដំណឹងថាគាត់អញ្ជើញលោកតាសិក្លូបាទ
គឺជាង200នាក់ដើម្បីឲ្យគាត់មកពីសាសុបនៅហាងកាកាសុបបាទនៅកោះពេជ្រខាងលើនេះហើយនឹងបានជូននៅថវិកាទៅកាន់លោកតាស៊ីក្លូមួយចំនួនផងដែរបាទហើយយើងឃើញសកម្មភាពរបស់ពេជ្រឈីបាទគឺគាត់តែងតែចូលរួមនៅក្នុងការជួយការងារសង្គមជាច្រើនហើយជាពិសេសឃើញថាមានបញ្ហាជាមួយនឹងប្រទេសជិតខាងរបស់យើងគឺប្រទេសថៃគឺគាត់ក៏មានសកម្មភាពនៅក្នុងការជួយទៅកាន់កងទ័ពរបស់យើងផ្សេងនេះអីហ្នឹងក៏ច្រើនតែប៉ុន្តែគណៈគាត់មិនសូវជាបង្ហាញមុខនៅលើបណ្ដាញសង្គមប្រហែលទេនេះគេហៅថាការជួយដោយមិនចង់ចេញមុខប្រិមិត្តទូទាំងជនយើងបាទយកខ្ញុំឆ្លៀតនៅក្នុងឱកាសនេះមកហើយក៏សូមធ្វើកិច្ចសម្ភាសហើយជាមួយនឹងគាត់ហើយខ្លះប្រិមិត្តទូទាំងជនហើយយ៉ាងម៉េចដែរអូនមួយរយៈនេះគឺសុខសប្បាយអត់សុខសប្បាយបងសុខសប្បាយធម្មតាហើយដែរទៅលេងពូហេងវិញនៅស្រុកអត់ទៅលេងរហូតបងទៅលេងរាល់អាទិត្យបាទជាសិស្សបុណ្យគៀនក៏ដើរខានទេណាអត់ដើរខានទេរឿងម៉ាក់ប៉ារឿងម៉ាក់មួយប៉ាគឺគាត់បានខូចហើយតាំងពីប្រហែលជា2ឆ្នាំជាងហើយប៉ាគាត់ខូចហើយពូខូចមកទេចាពូខ្ញុំចាំបានតែឈ្មោះគាត់ឈ្មោះពូរំចាតើអត់ចាបាទអូបាទខ្ញុំអត់ដឹងនៅស្រុកណាក៏ស្គាល់ប៉ាដែរបាទស្គាល់តែអើយដោយសារបងជាប់រវល់នៅភ្នំពេញរហូតតើប៉ាគាត់ខូច2ឆ្នាំហើយតាបងចាបាទខូច2ឆ្នាំហើយខូចប្រហាក់ប្រហែលអ្នកម្ដាយខ្ញុំដែរចាប្រហែលគ្នាបាទប្រហែលគ្នាហ្នឹងហើយបាទខ្ញុំអត់ដឹងបាទមកចូលរួមលេខទុកផងអូនហ្នឹងហើយបាទហើយនៅក្នុងថ្ងៃនេះផ្ទាល់គឺបងទទួលមិនដឹងថាអូនអញ្ជើញលោកតាស៊ីក្លូមកគឺចំនួនប្រហែលជាង200នាក់ហើយកត្តាអ្វីមូលហេតុអ្វីទៅបងអូនអញ្ជើញគាត់មកពីសាសុបក៏ដូចជាចែកជូននៅថវិកាជូនទៅកាន់លោកតាស៊ីក្លូអើយចាបងចាតាំងពីប៉ាអើយខូចមកគឺត្រឡប់ខ្ញុំមកតែថ្ងៃសិលគឺខ្ញុំចេញចែកទៀនឲ្យបងគាត់ថារៀងរាល់ថ្ងៃសិលនិយាយទៅគឺខ្ញុំអត់ដែរខានថ្ងៃសិលទេទោះបីជាខ្ញុំរវល់ការងារមិនត្រូវទៅខែទៅអីមិនគឺខ្ញុំខានសារការងារតែថ្ងៃសិលគឺខ្ញុំចោះធ្វើបន់នៃហើយគាត់ថាកន្លងមកគឺខ្ញុំធ្វើថ្ងៃសិលគឺខ្ញុំច្រើនតែធ្វើបាយធ្វើម្ហូបជូនជាភួយជូនជាថវិកាដល់ពួកគាត់ហ្នឹងគឺនៅដល់ទីតាំងគាត់ដូចជាផ្សារកដាលហើយនឹងផ្សារអូស័យឡើងដូចបងឃើញស្រាប់អីឡើងអ៊ំខ្លះគឺគាត់ចំណាំខ្ញុំច្បាស់ហើយគាត់ស្គាល់ទាំងឡានខ្ញុំគាត់ស្គាល់ទាំងផ្លាកលេខខ្ញុំទៀតដោយសារអត់ថ្ងៃសិលភាគច្រើនអ៊ំខ្លះគឺគាត់អត់ទៅណាគាត់អត់ទៅរត់ស៊ីក្លូទេគាត់ដឹងថាខ្ញុំនឹងមកជូនថវិកាគាត់ហើយនឹងមកជូនបាយគាត់ហើយឡើងបងអ៊ំចិត្តខាងនៅអូស័យហ្នឹងគឺគាត់ស្គាល់ខ្ញុំច្បាស់ហ្មងពេលទៅដល់គាត់ថាអូនស្រីគាត់ថាខ្ញុំអូនស្រីស្អាតគាត់ថាអូនស្រីស្អាតមកទៀតហើយអញ្ចឹងទៅមកជូនលោកតាអញ្ចឹងទៅពេលដែលខ្ញុំចែកលោកតាអត់តន់អីអ៊ំចិត្តខាងនៅអូស័យអីគាត់ចូលរួមមកជួយចែកខ្ញុំដែរអញ្ចឹងណាហើយខ្ញុំគិតថាថ្ងៃនេះខ្ញុំចង់អញ្ជើញលោកតាគាត់មកហូបអីដែលឆ្ងាញ់ដែលឆ្ងាញ់នៅហាងដោយសារហោដងគឺខ្ញុំច្រើនតែខ្ចប់បាយយកទៅជូនគាត់អញ្ចឹងថ្ងៃនេះខ្ញុំគិតថាថ្ងៃសិលពេញបោដែរខ្ញុំចង់អញ្ជើញលោកតាមកញ៉ាំដល់ហាងហ្មងឲ្យគាត់ញ៉ាំបានទាំងស៊ុបបានទាំងសាច់អាំងគាត់ញ៉ាំបានទាំងបន្លែគាត់ញ៉ាំបានទាំងផ្អែមឲ្យគាត់កាន់តែមានកម្លាំងអញ្ចឹងណាបងឲ្យជូនថវិកាគាត់ទៅទៀតហើយមូលហេតុដែលខ្ញុំធ្វើនេះបងរហដងគឺខ្ញុំធ្វើអត់ដែរបរហាញទេដោយសារខ្ញុំគិតថាខ្ញុំចង់ចែកទៀតនេះគឺឧទ្ទិសកសលផលបុណ្យទៅកាន់ប៉ាខ្ញុំចាបាទអញ្ចឹងនេះបានន័យថាការធ្វើបុណ្យចំពោះលោកតាស៊ីក្លូនេះមិនមែនជាលើកទី1ទេបានន័យថាយើងធ្វើជាប្រចាំមកហើយប្រចាំរៀងរាល់ថ្ងៃសិលរៀងរាល់សប្តាហ៍បាទកត្តាអ្វីមូលហេតុអ្វីបានជាយើងមានក្តីអាណិតទៅកាន់លោកតាដែលគាត់ជាអ្នកអធិស៊ីក្លូមែនទេទៅគឺលោកតាគាត់នៅភ្នំពេញស្រាប់ហើយខ្ញុំគិតថាលោកតាខ្លះគឺគាត់អត់មានកូនចៅអត់មានគ្រួសារទេហើយលោកតាខ្លះសឹងតែថាខ្ញុំដឹងគាត់ច្បាស់ថាមួយថ្ងៃលោកតាខ្លះគាត់រកមិនបានសូម្បីតាម100លុយខ្មែរហើយលោកតាស៊ីក្លូខ្លះគាត់ត្រូវឈឺគាត់នៅស៊ីក្លូមកកន្លែងគាត់លេងមានកម្លាំងក្នុងការរត់ភ្ញៀវទៀតហើយខ្ញុំចោះចែកអាសាចែកគាត់ផ្ទាល់គឺខ្ញុំដឹងដល់ពេលខ្ញុំដឹងពីស្ថានភាពលំបាករបស់គាត់អញ្ចឹងខ្ញុំក៏ដាក់កំណត់គោលដៅថាខ្ញុំត្រូវតែជួយគាត់រៀងរាល់មួយសប្តាហ៍ម្ដងឬក៏រៀងរាល់ថ្ងៃសិលជួយគាត់ឲ្យឥឡូវហ្នឹងគឺគាត់ចាត់ទុកខ្ញុំដូចសាច់ញាតិអញ្ចឹងអ៊ំខ្លះគាត់ថាខ្ញុំកូនគាត់ថាអូកូនខ្ញុំមកទៀតហើយកូនខ្ញុំមកទៀតហើយអញ្ចឹងនេះជាអារម្មណ៍មួយដែលខ្ញុំកក់ក្ដៅខ្លាំងខ្ញុំគិតថាទោះបីជាអត់ពីប៉ាខ្ញុំទៅគឺខ្ញុំមានអ៊ំជាពុករបស់ខ្ញុំមួយដែរដែលខ្ញុំអាចមើលថែគាត់បានជូនគាត់បានម្ហូបអាហារឆ្ងាញ់ជារៀងរាល់សប្តាហ៍អញ្ចឹងទៅហើយណាមួយនៅពេលដែលប៉ាខ្ញុំបងទាំងស្រាប់ឯនៅភូមិនៅស្រុកអ្នកណាក៏ស្គាល់ប៉ាដែរថាប៉ាច្រើនតែជួយអ្នកភូមិជួយអីច្រើនអញ្ចឹងណាហើយប៉ាក៏តែងតែប្រាប់តាំងពីក្មេងមកថាពេលដែលយើងរស់ស៊ីមានបានកុំភ្លេចជួយអ្នកអត់ហើយសំបីតាប៉ាខ្ញុំគាត់ខូចបងមុនគាត់ខូចមកតែក៏គាត់ប្រាប់ដែរថាពេលអត់ពីគាត់ទៅគឺត្រូវជួយអ្នកអត់ចាជួយអ្នកអត់មិនថានៅស្រុកភូមិយើងឬក៏នៅកន្លែងណាជួយបានទៅតាមរដ្ឋភាពដែលខ្លួនឯងជួយដោយសារតែគាត់ធ្លាប់
ចាបងចឹងមិនបងឃើញស្រាប់ទៅនៅពេលដែលខ្ញុំទៅស្រុកអត់តែខែបនខែទេគឺខ្ញុំអត់ដែរចោលអ្នកភូមិយើងទេខ្ញុំតែងតែជួយគាត់ចាបងដឹងដឹងពីដល់ដោយសារតែយើងមានស្រុកកំណើតទេនៅជាមួយនឹងគ្នាអធិស្ឋានឥឡូវរំលឹកមកដល់លោកពូទៅហើយឥឡូវសុំសួរបន្តិចមកណាអធិស្ឋានណាលោកពូគាត់ខូចនៅបច្ចុប្បន្នអាយុប្រហែលដែរអើយប៉ាគាត់ចង់ចូល70-60បង50ជាងប៉ាអើយមែនទែនទៅកាពេលតែគាត់អើយនៅមានកម្លាំងមមួនគឺគាត់អាសាពិសាបរិយហើយគាត់អាសាហូបស្រាច្រើនបាទនេះជាការចែកលេខមួយទៅចាគាត់មែនទែនទៅខ្ញុំនិយាយការពិតខ្ញុំអត់លាក់បាំងទេប៉ាគឺគាត់ជាអ្នករស់ស៊ីមួយរូបដែរតែគាត់មានតំណែងច្រើនអញ្ចឹងទៅក៏អាសាជួបមិត្តភក្តិគាត់តាក់ទងកិច្ចការងាររស់ស៊ីអញ្ចឹងច្រើនតែមានការញ៉ាំស្រាជាពិសេសគឺការញ៉ាំស្រាហ្នឹងហ្មងគាត់ញ៉ាំច្រើនខ្លាំងមែនទែនគាត់ញ៉ាំនិយាយទៅគឺញ៉ាំច្រើនហ្មងបងញ៉ាំហើយប៉ាក៏គាត់មានការជក់បរិយដែរអញ្ចឹងទៅដល់ពេលគាត់ញ៉ាំលើកំណាប់ពេកហើយគាត់ធ្វើការជក់បរិយច្រើនពេកនៅពេលដែលគាត់អាយុច្រើនទៅវាធ្វើឲ្យបកទៅជាមហារិទ្ធអើយគាត់ទៅជាខូចកាពះតវ៉ៅកាពះហើយទៅជាមហារិទ្ធថ្លើមអើយមហារិទ្ធថ្លើមហើយទៅជាសួតទៀតហើយចឹងទៅគាត់ចាប់ដើមឈឺធ្ងន់ណាបងគាត់ធម្មតាជំងឺមហារិទ្ធហ្នឹងដល់ពេលគាត់ចាប់ដើមឈឺភ្លាមគឺធ្លាក់ខ្លួនធ្ងន់ដល់ពេលទៅទៅព្យាបាលទៅគឺគេថាគាត់ចូលកម្រិតធ្ងន់ហើយគាត់មានពេលតែ5ខែទៀតទេអញ្ចឹងក៏ពួកខ្ញុំអត់អស់ចិត្តពួកខ្ញុំស្វាស្វែងយកប៉ាយកទៅព្យាបាលនៅប្រទេសឥណ្ឌាដើម្បីគេថាគេអាចផ្លាប់លោកគ្រឿងក្នុងឬមួយក៏កាត់អាចព្យាបាលជួយគ្រឿងក្នុងកាត់បានអញ្ចឹងខ្ញុំទៅព្យាបាលគាត់បន្តហ្នឹងរហូតដល់នៅប្រទេសឥណ្ឌាហ្នឹងចង់ចូល3ខែបន្តទៀតតែដល់ពេលចូល3ខែបន្តទៀតការព្យាបាលជំងឺថ្លើមហើយនិងជំងឺសួតរបស់គាត់គេអាចព្យាបាលបានតែអ្វីដែលគាត់មិនអាចព្យាបាលបានគឺការធ្លេកាពះដោយសារតែកាពះគាត់គឺគាត់ញ៉ាំស្រាខ្លាំងពេករហូតដល់តវ៉ៅកាពះហើយអត់អាចព្យាបាលកាពះជំងឺកាពះគាត់ហើឡើងគឺអីវ៉ាជំងឺផ្សេងទៀតគឺអត់អាចព្យាបាលទាំងអស់ហ្មងរហូតដល់ប្រទេសឥណ្ឌាគាត់ថាអត់អាចព្យាបាលបានទេដោយសារកាពះគាត់គឺលើសកម្រិតហើយអញ្ចឹងទៅគាត់បញ្ជូនគាត់មកដល់ខ្មែរវិញ3ខែក្រោយក៏គាត់ខូចមកចា៎បាទចូលរួមដល់ទុកបងអូនហ្នឹងបាទបាយភាសាចែកម្លែកមួយដែរបងទៅកាន់ហើយបងប្អូនតែគាត់អាសាញ៉ាំស្រាឬក៏ជក់បរិយបងអញ្ចឹងទៅគឺវាផ្ដោតផលប៉ះពាល់ខ្លាំងមែនទែនព្រោះអីប៉ាខ្ញុំគឺគាត់ខូចដោយសារបញ្ហាហ្នឹងដែរចា៎បាទឥឡូវសប្តាហ៍នេះយើងអាចធ្វើបុណ្យនេះដើម្បីទិសកុសលជូនលោកពូផងអញ្ចឹងទៅណាតែអូនមានបងប្អូនប្រហែលអ្នកដែរខ្ញុំមាន4នាក់បងស្រី3ប្រុស1កូនទីប្រហែលខ្ញុំកូនបន្ទាប់ពៅបន្ទាប់ពៅខ្ញុំស្វាបើពៅដូចពៅដូចខ្ញុំដែរចាខ្ញុំបងប្អូន6នាក់ខ្ញុំពៅដែរពៅស្រីណាបងខ្ញុំពៅផោបាទឥឡូវជាចុងក្រោយនេះអូនមានអីណែបន្ថែមទៀតទេខ្ញុំអើយដូចជាអត់មានអីទេបងហើយអ្វីដែលខ្ញុំមាននោះគឺខ្ញុំមានសារផ្ដាំផ្ញើទៅកាន់បងប្អូនសូមកុំពិសាជាតិស្វឹងច្រើនពេកឬមួយក៏ជាតិគេណាប្រៃដែលនាំឲ្យប៉ះពាល់ដល់សុខភាពអញ្ចឹងណាបងហើយព្រោះថាការញ៉ាំជាតិស្រាច្រើនវាមិនមែនប៉ះពាល់តែខ្លួនឯងទេគឺប៉ះពាល់ដល់មនុស្សជុំវិញខ្លួនពេកបើយើងញ៉ាំស្រាយើងបើកបរអត់ប្រយ័ត្នគឺគ្រោះថ្នាក់ច្រើនអញ្ចឹងណាបងហើយមួយទៀតខ្ញុំក៏អរគុណបងខ្លាំងមែនទែនបងគឺជារៀមច្បងរបស់ខ្ញុំព្រោះថាការនៅរៀនគឺបងរៀនថ្នាក់ខ្ពស់ជាងខ្ញុំហើយខ្ញុំស្គាល់បងតាំងពីនៅរៀនម៉ែហើយអ្វីដែលសំខាន់ដល់ពេលខូចអត់ដឹងហ៎គេនិយាយថនមកខូចហ៎ខូចខ្លះដែរតែមិនមែនខូចក្នុងផ្លូវមិនល្អទេគាត់ថាតែខ្លះច្រឡឹមអញ្ចឹងណាចូលចិត្តលេងសើចច្រើនអីអញ្ចឹងទៅមិនមែនជាក្មេងអីបកកបញ្ហានោះចាតែនៅស្លាយក៏គេដឹងថាបងហើយកូនសិស្សឆ្លាតដែរដល់ពេលហើយយើងរៀនចាប់អញ្ចឹងតែមករស់ស៊ីនៅភ្នំពេញបងក៏មានចំណេញការងារបងល្អបងនិយាយទៅនៅក្នុងភូមិរបស់យើងឥឡូវជា idol ណាបងជា idol ហើយអត់តែមានអ្នកមានប្រវត្តិមានអាសន្នអីគឺគេនឹកឃើញបងមុនគេឥឡូវហ្នឹងក៏ជា idol របស់ខ្ញុំដូចគ្នាដែរហើយខ្ញុំអរគុណបងសម្រាប់ការជួយចែកម្លែកព័ត៌មាននេះហើយខ្ញុំក៏សង្ឃឹមថាអ្នកដែលគាត់រស់ស៊ីដែលមានលទ្ធភាពជាផ្សាយរស់ស៊ីអនឡាញដែលមានលទ្ធភាពដូចខ្ញុំអញ្ចឹងអាចជួយចែកម្លែកទៅកាន់បងប្អូនហើយបងប្អូនអ៊ំពូមីងតាស៊ីក្រូអីដែលគាត់ប្រវត្តិដូចគ្នាដែរវាសិតតែជាគំរូល្អទៅកាន់សង្គមរបស់យើងជាជាងបកបញ្ហាដែលជាបំពល់សង្គមដែរបងបាទអរគុណអូនអរគុណបាទ
អរគុណប្រិមត្តជនជាពិសេសអរគុណទៅដល់បងស្រីពេជ្រឈីបាទហើយដូចបងប្អូនយើងបានដឹងអីបាទគឺគាត់តែងតែចូលរួមចំណែកនៅក្នុងការជួយទៅដល់ការងារសង្គមជាច្រើនជាពិសេសបើតាមខ្ញុំដឹងគឺនៅពេលដែលប្រទេសយើងដែលកំពុងតែមានបញ្ហាជាមួយនឹងប្រទេសជិតខាងគឺប្រទេសថៃហ្នឹងគឺគាត់បានហើយចុះទៅដល់នឹងទីតាំងតែម្ដងប៉ុន្តែអ្វីដែលខ្ញុំឃើញនោះគឺសកម្មភាពរបស់គាត់គឺគាត់អត់មានការថតបង្ហាញជាមួយជាពីរទេប្រិមត្តជនយើងបាទនេះគឺថាការជួយដោយមិនចេញមុខប្រិមិត្តហើយកន្លងមកក៏ខ្ញុំឃើញថាមានបងប្អូនបាទអ្នកលក់អនឡាញល្បីឈ្មោះជាច្រើនទៀតក៏គាត់បានចូលរួមនៅក្នុងការជួយរួមចំណែកនៅក្នុងការជួយការងារសង្គមយើងជាច្រើនអ្នកខ្លះគាត់ជួយទៅគាត់ចេញមុខយ៉ាងឡើងអ្នកខ្លះគាត់មិនចេញអញ្ចឹងទៅប្រិមិត្តទូទាំងជនយើងបាទហើយនៅក្នុងថ្ងៃនេះខ្ញុំក៏អរគុណទៅដល់ម្ចាស់ហាងកាកាស៊ុបបាទដែលបានតែទទួលយ៉ាងកក់ក្ដៅចំពោះលោកតាដែលស៊ីក្លូបាទដែលគាត់បានអញ្ជើញមកដែលបងស្រីបានអញ្ជើញគាត់មកឲ្យពិសាហើយស៊ុបយ៉ាងឆ្ងាញ់ពិសានៅហាងរបស់គាត់នេះហើយហាងនេះនៅក្នុងកោះពេជ្រគឺល្បីណាក៏ស្គាល់ដែរបាទអរគុណមែនទែនហើយមិញហ្នឹងគាត់ឆាខ្ញុំទៅជួបភាសាមកគាត់ដែរបាទគាត់ក៏អរគុណដល់បងម្ចាស់ហាងដែរដោយសារអីពេលដែលខ្ញុំអញ្ជើញលោកតាមកចូលរួមគឺគាត់ចូលរួម discount ពិសេសដែរចាបាទ discount ហើយគឺខ្ញុំឃើញហាងគាត់បុគ្គលិកគាត់អីហ្នឹងគឺមានការទទួលឡើងយកចិត្តទុកដាក់ហ្មងដូចអ្វីដែលខ្ញុំចង់បានព្រោះខ្ញុំប្រាប់គាត់ដែរថាឲ្យគាត់ទទួលលោកតាគឺជាភ្ញៀវដូចភ្ញៀវទូទៅអញ្ចឹងអត់ឲ្យមានការរើសអើងឬមួយក៏អីទេទទួលយ៉ាងកក់ក្ដៅទទួលឡើងយកចិត្តទុកដាក់ព្រោះលោកតាខ្លះគាត់ឈឺជើងគាត់អីអញ្ចឹងគាត់ដើរទៅយកម្ហូបអត់បានទេអញ្ចឹងឲ្យគាត់ទទួលហើយគាត់ទទួលបានល្អប៉ិតមែនបងព្រោះថាយើងដឹងហើយហាងមួយចំនួនគឺមានការរើសអើងណាតែសម្រាប់ហាងគាត់គឺល្អអញ្ចឹងទៅលោកតាមិនគាត់ស្នើសុំខ្ញុំថាសុំឲ្យខ្ញុំមួយខែនាំគាត់មកញ៉ាំម្ដងឥឡូវហ្នឹងខ្ញុំយើងជូនតាមសំណើចាខ្ញុំជូនតាមសំណើហើយកំពុងតែព្យាយាមនិយាយមួយម្ចាស់ហាងថាមួយខែគឺខ្ញុំដាក់ schedule អញ្ជើញលោកតាមកញ៉ាំម្ដងបាទបាទចង់ឲ្យបងក៏សូមអរគុណដល់កាន់បងអូនហើយជូនពរឲ្យកាន់តែជោគជ័យនៅក្នុងអាជីពការងារនិងឲ្យមានសុភមង្គលក្នុងក្រុមគ្រួសារចាបងចាអរគុណច្រើនបងមានបុតមកទេអត់តាន់មានបងតែឆ្នាំក្រោយនឹងយកហើយយកភ្លោះបាទអរគុណបាទ